ដើមសាច់រឿងរបស់យើងគឺយើងលេងដោយក្មេងម្នាក់ឈ្មោះថាប៉ប៉គឺជាក្មេងម្នាក់ដែលឆ្លាតខ្លាំងរងចាំតែពេលវេលាឱកាសមកដល់គឺពួននៅក្នុងស្មៅចាំតែកប់អាល់ទីហើយឆ្កែហក់ទៅបាក់យកតែម្ដងដើមសាច់រឿងបន្តទៅមុខទៀតប៉ក៏បានបស៊ីខ្យល់ធម្មតាប្រមាញ់សត្វព្រៃមិនថាសាច់តូចសត្វធំប៉ប្រមាញ់គ្មានសល់សម្រាប់មនុស្សគ្មានញញើតដៃគប់តែផ្លែព្រួញក៏អាចធ្វើឲ្យស្លាប់បានចាំតែឱកាសខ្មាំងសត្រូវណាដើមបជិតវានឹងគប់ព្រួញឲ្យឆ្កែដេញទៅបាក់យកតែម្ដងឡៃឡាដើរប្រហែលងាប់បែរមកពីណាប៊ីតងាប់ប៉តែប៉គំនុំទៅតែសងសឹក20ឆ្នាំក៏មិនទាន់ហួសពេលដែរពួននៅក្នុងស្មៅចាំឱកាសល្អមកដល់ជូលៀនមកចិត្តគប់តែអាល់ទីឲ្យឆ្កែដេញទៅបាក់ងាប់មួយទៀតឡៃឡាគប់មួយទៀតងាប់មួយទៀតមិនខ្វល់ថាបានណៃសំខាន់ឲ្យទៅស៊ីពេបានប៉ស៊ីខ្ទេចទីបំផុតហ្គេមក៏ត្រូវបានចប់ហើយអ្នកដែលឈ្នះអ្នកដែលទទួលបាន MVP គឺប៉